ក្រុមការងារថ្នាក់យុវជនកម្ពុជានាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតចែកជូនគ្រួសារខ្វះខាត2គ្រួសារនៅសង្កាត់ចោមចៅ2ភ្នំពេញនារសៀលថ្ងៃទី7 ខែកក្កដាឆ្នាំ2026នេះក្រុមការងារថ្នាក់យុវជនកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមផេងកឹមស្រុនប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន2គ្រួសារស្ថិតនៅភូមិចោមចៅ2សង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញសកម្មភាពនេះធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តមទួនសុខុនលោករិនរាវីនិងលោកម៉ៅផល្លាដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននិងការចូលរួមពីថ្នាក់ដឹកនាំទីប្រឹក្សាអនុប្រធាននិងសមាជិកក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលគ្រួសារនីមួយៗទទួលបានអង្ករចំនួន4បេមីចំនួន2កេសទឹកត្រីចំនួន2យួរទឹកស៊ីអ៊ីវចំនួន2យួរទឹកសុទ្ធចំនួន2កេសកន្សែងពុះគោចំនួន2និងថវិកាចំនួន80000រៀលក្នុងឱកាសនោះលោកម៉ៅផល្លាបានពំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាននិងក្រុមការងារទាំងអស់ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការបន្តរួមចំណែកក្នុងការងារមនុស្សធម៌និងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាមួយគ្នានេះឯកឧត្តមទួនសុខុនបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងក្រុមការងារថ្នាក់យុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការងារមនុស្សធម៌និងបានបន្តបដិញ្ញាចិត្តចូលរួមចំណែកក្នុងសកម្មភាពសង្គមដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ